និយាយពីរឿងឈរបោកតាក់ទងជាមួយនឹងការទិញលក់ឡានបាទអ្នកគក់ជេសំដែងដើរតួជាម្ចាស់ការ៉ាស៊ីដាច់លុយកក់ភ្ញៀវបាទរឿងហ្នឹងគឺវាអញ្ចេះបាទហើយកាត់ឡើងទៅលើបងប្អូនម្នាក់ដែលគាត់នៅតាមខេត្តហើយរឿងហ្នឹងគឺមិនមែនជារឿងថ្មីទេបាទខ្ញុំក៏សម្រេចចិត្តនិយាយទៅដើម្បីឲ្យបងប្អូនបានដឹងខ្ញុំគិតថាបងប្អូនខ្លះក៏បានដឹងបានជួបបានឮកន្លងមកច្រើនហើយបាទបញ្ហាហ្នឹងហើយកាត់ឡើងទៅលើបងប្អូនដែលគាត់នៅឆ្ងាយគាត់អត់សូវដឹងពីច្រើនគឺបងប្អូននៅតាមខេត្តបាទរឿងហ្នឹងគឺវាអញ្ចេះបាទមានបងប្អូនម្នាក់ហ្នឹងគាត់បានតាក់ទងមើលឡានធុនត្រានៅភ្នំពេញបាទហើយគាត់បានតាក់ទងជាមួយនឹងអ្នកគក់ជេហើយគាត់ដឹងទេថាបុគ្គលដែលគាត់ពងតាក់ទងហ្នឹងគឺអ្នកគក់ជេបាទគាត់ដឹងទេគាត់ថាគាត់ស្មានតែម្ចាស់ការ៉ានេសាម្នាក់ហ្នឹងទៅជែកថាឡានហ្នឹងគឺឡានរបស់គាត់ឃ្លាំងហ្នឹងឃ្លាំងរបស់គាត់បាទហើយអ្នកគក់ជេហ្នឹងបានទៅសុំម្ចាស់ការ៉ាហ្នឹងម្ចាស់ឃ្លាំងហ្នឹងប្រាប់ថាគាត់សុំដើរតួជាម្ចាស់ឡានហ្នឹងដើម្បីងាយស្រួលលក់បាទហើយម្ចាស់ការ៉ាហ្នឹងគាត់ក៏អត់ដឹងទេគាត់ក៏អត់ដឹងថាបុគ្គលហ្នឹងមានបំណងបោកអតិថិជនអីចឹងទេគាត់អត់ដឹងទេគាត់ក៏ព្រមទៅអញ្ចឹងនៅពេលដែលជាក់ស្ដែងនៅពេលដែលណាត់គ្នាមើលឡានមើលអីហើយបងប្អូនម្ចាស់ឡានហ្នឹងគាត់ក៏សុំហូបបាយថ្ងៃត្រង់បាទគាត់ថាគាត់សុំគិតសិនធម្មតាទាំងយើងនឹងគេមកពីខេត្តយើងមើលឡាន3 4ហើយយើងត្រូវពិភាក្សាគ្នាថាតែគួរតែយកឡាននឹងអត់បាទគាត់ស៊ូគ្នាអញ្ចឹងណាគាត់សុំទៅបាយទៅកាហ្វេអីសិនអញ្ចឹងទៅហើយនៅពេលដែលគាត់សម្រេចចិត្តថាគាត់យកឡានហ្នឹងគាត់តេមកតថ្លៃបាទនៅពេលដែលគាត់តេមកតថ្លៃជាមួយបុគ្គលដែលបានបោកគាត់ហ្នឹងម្នាក់ហ្នឹងថាឡានហ្នឹងឥឡូវមានគេតថ្លៃហើយបាទមានគេតថ្លៃកំពុងតែតថ្លៃយកអញ្ចឹងបើសិនជាបងចង់យកទេបងកក់តាម ABA មកបាទអញ្ចឹងគាត់ក៏បាញ់លុយកក់ 2000 ទៅបាទនៅពេលដែលគាត់បាញ់លុយកក់ទៅហើយគាត់ទៅយកឡានហ្នឹងម្ចាស់ឃ្លាំងហ្នឹងអត់ដឹងទេឡានហ្នឹងគឺអត់ទាន់លក់ទេឡានហ្នឹងនៅតែឃ្លាំងរបស់គាត់ដដែលប៉ុន្តែគាត់ថាបងបាញ់លុយមកហ្នឹងគឺអត់បានបាញ់មកម្ចាស់ឡានហ្នឹងទេបាញ់តែអ្នកគក់ជេបាទអញ្ចឹងអ្នកគក់ជេហ្នឹងស៊ីដាច់លុយកក់គាត់បាត់បាទហើយម្នាក់ហ្នឹងក៏មិនមែនតែម្ដងដែរបាទគឺដើរបោកគេច្រើនដងហើយខ្ញុំអត់ចង់បង្ហាញជាសាធារណៈទេដោយសារវាមិនមែនជារឿងខ្ញុំហើយបើសិនជាខ្ញុំបង្ហាញទៅវាអាចប៉ះពាល់ដល់ខ្ញុំបាទហើយខ្ញុំក៏បានណែនាំឲ្យបងប្អូនហ្នឹងគាត់បានធ្វើការប្តឹងទៅកាន់សមត្ថកិច្ចបាទអញ្ចឹងរឿងនេះបងប្អូនប្រយ័ត្នឲ្យមែនតើបាទតាក់ទងជាមួយនឹងការកក់ឡានបាទបើសិនជាបងប្អូនអត់ច្បាស់បងប្អូនអត់តន់ស្គាល់គេច្បាស់បងប្អូនត្រូវ check មើលឲ្យច្បាស់សិនបាទដោយសារលុយទាំងពាន់គឺវាច្រើនដែរហើយខ្ញុំបានបញ្ជាក់អញ្ចឹងករណីនេះគឺមិនមែនទី1ទី2ទី3ទេគឺកើតឡើងច្រើនហើយបាទករណីស៊ីដាច់លុយកក់ហ្នឹងបាទ